จูนอาดอมการรัฐอุปนิยมไตรรัฐมนตรีกระทรวงยุติธรรมมีตาจับอารมณ์มันแทนได้อ่านครัวส้มออกคุณសូមអរគុណអាយឡំកទេសាបណ្ឌិតហើយសូមគោរពអញ្ជើញអាយឡំកាក់រិទ្ធឧបនាយករដ្ឋមន្ត្រីក្រសួងយុតិធម៌និងជាតំណាងរាជរដ្ឋាភិបាលមានយោបល់លើសេចក្តីស្នើច្បាប់ធម្មនុញ្ញសូមអញ្ជើញខ្ញុំបាទសូមគោរពសម្ដេចមហារដ្ឋសភាធិការធិបតីប្រធានរដ្ឋសភានៃប្រជាណាចក្រកម្ពុជាជាទីគោរពដ៏ខ្ពង់ខ្ពស់សូមគោរពឯកឧត្តមមនុស្សធានទី1ឯកឧត្តមមនុស្សធានទី2នៃរដ្ឋសភានៃប្រជាណាចក្រកម្ពុជាជាទីគោរពដ៏ខ្ពង់ខ្ពស់សូមគោរពសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃប្រជាណាចក្រកម្ពុជាជាទីគោរពដ៏ខ្ពង់ខ្ពស់សូមគោរពសម្ដេចអគ្គមហាពញាចក្រីហេសំរិនជាទីគោរពដ៏ខ្ពង់ខ្ពស់សូមគោរពសម្ដេចកលាហោមសខេងជាទីគោរពដ៏ខ្ពង់ខ្ពស់សូមគោរពសម្ដេចវិជ័យសេនាធាបាញ់ជាទីគោរពដ៏ខ្ពង់ខ្ពស់សូមគោរពសម្ដេចកតិសង្ឃបណ្ឌិតម៉ែនសំអនជាទីគោរពដ៏ខ្ពង់ខ្ពស់ទូលបង្គំខ្ញុំបាទសូមថ្វាយបង្គំព្រះអង្គម្ចាស់និងសូមគោរពឯកឧត្តមលោកជំទាវសមាជិកសមាជិកានៃរដ្ឋសភាដ៏ដងឧត្តមដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្ដេចប្រធានរដ្ឋសភាទូលបង្គំខ្ញុំបាទក្នុងនាមជាតំណាងរាជរដ្ឋាភិបាលដែលទទួលបានការចាត់តាំងដ៏ខ្ពង់ខ្ពស់ពីសម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រីនៃប្រជាណាចក្រកម្ពុជាដើម្បីចូលរួមជាមួយតំណាងក្រុមតំណាងរាជហត្ថលេខីក្នុងការការពារសេចក្តីស្នើច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា33នៃរដ្ឋធម្មនុញ្ញនៃប្រជាណាចក្រកម្ពុជាសូមអនុញ្ញាតគោរពជូនជម្រាបជូនបន្ថែមជូនដល់អង្គរដ្ឋសភាដ៏ឧត្តមអំពីកិច្ចដំណើរការគោលបំណងខ្លឹមសារនិងមូលដ្ឋាននៃការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនេះដើម្បីបើកផ្លូវអនុញ្ញាតឲ្យមានការរៀបចំក្របខ័ណ្ឌច្បាប់ក្នុងការដកសញ្ជាតិខ្មែរពីពលរដ្ឋខ្មែរណាដែលខុបខិតជាមួយបរទេសប្រព្រឹត្តអំពើក្បត់ជាតិឬធ្វើសកម្មភាពប៉ះពាល់ធ្ងន់ធ្ងរដល់ផលប្រយោជន៍របស់ប្រជាណាចក្រកម្ពុជានិងប្រជាពលរដ្ឋខ្មែរដូចតទៅទី1អំពីដំណើរការនិងគោលបំណងនៃការធ្វើវិសោធនកម្មជាដំបូងនេះទូលបង្គំខ្ញុំបាទសូមគាំទ្រទាំងស្រុងជាមួយនឹងអ្វីដែលឯកឧត្តមកតិសិដ្ឋាបណ្ឌិតជាមយាបអនុប្រធានទី1នៃរដ្ឋសភានិងជាតំណាងក្រុមតំណាងរាជហត្ថលេខីបានលើកឡើងជូនអង្គប្រជុំរដ្ឋសភាមុននេះបន្តិចតាក់ទងនឹងដំណើរការនិងគោលបំណងនៃការធ្វើវិសោធនកម្មនេះបែបតាមមាត្រា153ថ្មីនៃរដ្ឋធម្មនុញ្ញមានអិសរជនជាន់ខ្ពស់របស់ជាតិតែ3រូបប៉ុណ្ណោះដែលមានសិទ្ធិផ្ដើមគំនិតធ្វើវិសោធនកម្មដែលអិសរជនទាំង3រូបនោះរួមមានទី1ព្រះមហាក្សត្រនៃប្រជាណាចក្រកម្ពុជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតទី2នាយករដ្ឋមន្ត្រីនៃប្រជាណាចក្រកម្ពុជានិងទី3ប្រធានរដ្ឋសភានៃប្រជាណាចក្រកម្ពុជាតាមសេចក្តីស្នើសុំរបស់តំណាងរាស្ត្រយ៉ាងតិច1/4នៃចំនួនសមាជិករដ្ឋសភាទាំងមូលបែបតាមមាត្រា153ថ្មីនេះសម្ដេចប្រធានរដ្ឋសភាតាមសេចក្តីស្នើសុំរបស់តំណាងរាស្ត្រទាំង125រូបនិងសម្ដេចនាយករដ្ឋមន្ត្រីបានផ្ដើមគំនិតរួមគ្នាធ្វើវិសោធនកម្មមាត្រា33នៃរដ្ឋធម្មនុញ្ញដោយបានធ្វើលិខិតរួមគ្នាក្រាបបង្គំទូលថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតដើម្បីព្រះអង្គទ្រង់មានព្រះរាជដម្រិពិគ្រោះមតិក្រមរក្សាធម្មនុញ្ញដោយអនុលោមតាមបទបញ្ញត្តិនៃមាត្រា143ថ្មីនៃរដ្ឋធម្មនុញ្ញព្រះករុណាជាអម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតទ្រង់បានពិគ្រោះមតិជាមួយក្រមប្រសាធម្មនុញ្ញនិងបានផ្ញើព្រះរាជសារតបចុះថ្ងៃទី2ខែកក្កដាឆ្នាំ2025ដោយភ្ជាប់នឹងមតិរបស់ក្រមប្រសាធម្មនុញ្ញដែលបានបញ្ជាក់ថាសេចក្តីស្នើសុំធ្វើវិសោធនកម្មមាត្រា33នៃរដ្ឋធម្មនុញ្ញនៃប្រជាណាចក្រកម្ពុជានេះអាចធ្វើទៅបានដោយសារសេចក្តីស្នើសុំវិសោធនកម្មមាត្រា33នេះមិនប៉ះពាល់ឡើយដល់ប្រព័ន្ធប្រជាធិបតេយ្យសេរីភូប៉ានិងរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញព្រមទាំងធ្វើឡើងនៅក្នុងប្រទេសក្នុងពេលដែលប្រទេសជាតិមិនស្ថិតក្នុងភាពអាសន្នសម្ដេចប្រធានរដ្ឋសភាជាទីគោរពដ៏ខ្ពង់ខ្ពស់អង្គរដ្ឋសភាដ៏ឧត្តមឧត្តមនេះគឺជាលើកទី1
នៅក្នុងប្រវត្តិនៃការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនៃប្រជាជាតិកម្ពុជាដោយហេតុថាការធ្វើវិសោធនកម្មទាំង10លើកកន្លងមកគឺជាការផ្ដើមគំនិតដាច់ដោយឡែកពីគ្នាឬមួយពីរដ្ឋសភាឬមួយពីរាជរដ្ឋាភិបាលដោយឡែកសម្រាប់ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី11នេះគឺជាការផ្ដើមគំនិតរួមគ្នារវាងរដ្ឋសភានិងរាជរដ្ឋាភិបាលដែលសម្ដេចប្រធានរដ្ឋសភាតាមសេចក្តីស្នើរបស់តំណាងរាស្ត្រទាំង125រូបនិងសម្ដេចនាយករដ្ឋមន្ត្រីបានធ្វើលិខិតរួមគ្នាក្រាបបង្គំទូលថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតដើម្បីផ្ដើមគំនិតធ្វើវិសោធនកម្មមាត្រា33នៃរដ្ឋធម្មនុញ្ញម្យ៉ាងទៀតការធ្វើវិសោធនកម្មលើកនេះក៏មានលក្ខណៈពិសេសដោយឡែកមួយទៀតដោយហេតុថាជាលើកទី1នៅក្នុងប្រវត្តិសាស្ត្រដែលតំណាងរាស្ត្រទាំងអស់នៃរដ្ឋសភានិងពីគ្រប់គណៈបកនយោបាយទាំងអស់ដែលមានអាសនៈក្នុងរដ្ឋសភាបានរួមគ្នាធ្វើសេចក្តីស្នើសុំវិសោធនកម្មមាត្រា33នៃរដ្ឋធម្មនុញ្ញនៃប្រជាជាតិកម្ពុជាមូលហេតុសំខាន់សម្រាប់ការធ្វើសកម្មភាពរួមគ្នាជាធ្លុងមួយទាំងពីសំណាក់ស្ថាប័នរដ្ឋសភានិងរាជរដ្ឋាភិបាលនិងទាំងពីសំណាក់តំណាងរាស្ត្រទាំង125រូបមានន័យថា 100% ពីគ្រប់គណៈបកនយោបាយទាំងអស់ដែលមានអាសនៈក្នុងរដ្ឋសភានាពេលនេះគឺឆ្លុះបញ្ចាំងអំពីសារៈសំខាន់នៃការធ្វើវិសោធនកម្មនេះក្នុងការបម្រើឲ្យឧត្តមប្រយោជន៍ដ៏សំខាន់សម្រាប់ប្រទេសជាតិមាតុភូមិនិងប្រជាជនកម្ពុជាតែយើងអាចពិនិត្យឃើញមានមូលហេតុសំខាន់ចំនួន3ដូចតទៅទី1ដោយឯកឧត្តមគតិសិដ្ឋាបណ្ឌិតជាមយាបបានលើកឡើងមុននេះហើយបានបញ្ជាក់ច្បាស់នៅក្នុងសេចក្តីថ្លែងហេតុដែលភ្ជាប់ជាមួយសេចក្តីស្នើច្បាប់ធម្មនុញ្ញវិសោធនកម្មមាត្រា33នៃរដ្ឋធម្មនុញ្ញមានគោលបំណងដ៏សំខាន់ដើម្បីបន្សុទ្ធទឹកចិត្តស្នេហាជាតិរបស់ប្រជាពលរដ្ឋខ្មែរចំពោះជាតិមាតុភូមិនិងប្រជាជនកម្ពុជាពោលគឺការលើកកម្ពស់ឧត្តមគតិជាតិមនសិការស្នេហាជាតិនិងគោលបំណងនិងគោលជំហរស្មោះត្រង់ឥតងាករេរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូបចំពោះជាតិមាតុភូមិនិងប្រជាជនកម្ពុជារបស់ខ្លួននៅគ្រប់កលៈទេសៈទាំងអស់ហើយតាមរយៈវិសោធនកម្មមាត្រា33នេះនឹងបើកផ្លូវឲ្យមានការរៀបចំនៅក្របខ័ណ្ឌច្បាប់ដើម្បីដកសញ្ជាតិខ្មែរដែលក្របខ័ណ្ឌច្បាប់នេះនឹងคล้ายទៅជាឧបករណ៍គតិយុត្តដ៏សំខាន់របស់រដ្ឋដើម្បីការពាររដ្ឋពិសេសប្រឆាំងនឹងពលរដ្ឋដែលខុបខិតជាមួយបរទេសប្រព្រឹត្តអំពើក្បត់ជាតិឬធ្វើសកម្មភាពប៉ះពាល់ដល់វិស័យសន្តិសុខជាតិធ្ងន់ធ្ងរសេចក្តីសុខសាន្តរបស់ប្រជាជននិងឧត្តមប្រយោជន៍របស់ប្រទេសជាតិទី2ដើម្បីធានាការគោរពនៅមាត្រា49ថ្មីនៃរដ្ឋធម្មនុញ្ញដែលចែងថាប្រជាពលរដ្ឋខ្មែរគ្រប់រូបត្រូវតម្កល់ផលប្រយោជន៍ជាតិជាធំហើយមិនត្រូវធ្វើសកម្មភាពណាមួយទោះដោយផ្ទាល់ក្តីឬដោយប្រយោជន៍ក្តីនាំឲ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ប្រជាជាតិកម្ពុជានិងប្រជាពលរដ្ឋខ្មែរទី3គឺដើម្បីរួមចំណែកយ៉ាងសំខាន់នៅក្នុងការជាតិប្រឆាំងនឹងការជាតិជ្រែកពីខាងក្រៅចូលមកក្នុងកិច្ចការផ្ទៃក្នុងរបស់កម្ពុជាជាពិសេសការប្រឆាំងនឹងអំពើខុបខិតគ្នាជាមួយនឹងបរទេសប្រព្រឹត្តអំពើក្បត់ជាតិឯងឬធ្វើសកម្មភាពបណ្ដាលឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់វិស័យសន្តិសុខជាតិសេចក្តីសុខសាន្តរបស់ប្រជាពលរដ្ឋខ្មែរនិងឧត្តមប្រយោជន៍របស់ប្រទេសជាតិទី2អំពីមូលដ្ឋាននៃការរៀបចំធ្វើវិសោធនកម្មមាត្រា33នៃរដ្ឋធម្មនុញ្ញការរៀបចំធ្វើវិសោធនកម្មមាត្រា33នៃរដ្ឋធម្មនុញ្ញត្រូវបានធ្វើឡើងដោយផ្អែកលើមូលដ្ឋាននៃការស្រាវជ្រាវយ៉ាងល្អិតល្អន់ទាំងលើច្បាប់ជាតិទាំងលើច្បាប់អន្តរជាតិក៏ដូចជាច្បាប់របស់រដ្ឋបរទេសមួយចំនួនផងដែរយោងតាមការសិក្សាស្រាវជ្រាវក្នុងច្បាប់ខ្មែរសម័យមុនការដកសញ្ជាតិពីពលរដ្ឋខ្មែរណាម្នាក់គឺមិនមែនជារឿងថ្មីនោះទេនៅក្នុងច្បាប់ខ្មែរពីសម័យសង្គមរាស្ត្រនិយមបទបញ្ញត្តិពាក់ព័ន្ធនឹងការដកសញ្ជាតិខ្មែរមានចែងក្នុងក្រមរដ្ឋវិន័យចាស់ដែលត្រូវបានធ្វើវិសោធនកម្មដោយច្បាប់ឆ្នាំ1959និងនៅក្នុងច្បាប់ស្តីពីការបាត់សញ្ជាតិខ្មែរឆ្នាំ1968ផងដែរទាំងក្រមរដ្ឋវិន័យចាស់ទាំងច្បាប់ឆ្នាំ1968បានអនុញ្ញាតឲ្យមានការដកសញ្ជាតិខ្មែរទាំងចំពោះប្រជាពលរដ្ឋខ្មែរដែលមានសញ្ជាតិខ្មែរពីកំណើតទាំងពលរដ្ឋខ្មែរដែលទទួលសញ្ជាតិខ្មែរតាមរយៈសញ្ជាតិតូបនីយកម្មឬការទាមទារសញ្ជាតិយោងតាមមាត្រា25ស្ទូនថ្មីនៃក្រមរដ្ឋវិន័យចាស់យើងពិនិត្យឃើញថាមានមូលហេតុរហូតដល់ទៅចំនួន7ដែលអនុញ្ញាតឲ្យមានការដកសញ្ជាតិខ្មែរពីពលរដ្ឋខ្មែរណាម្នាក់
ដូចជាការចូលបម្រើក្នុងយោធាបរទេសឬការចូលបម្រើការងារក្នុងមន្ត្រីរាជការរបស់បរទេសជាដើមបន្ថែមពីនេះច្បាប់ស្តីពីការបាត់សញ្ជាតិខ្មែរឆ្នាំ1968ក៏ចែងអំពីការដកសញ្ជាតិខ្មែរចំពោះពលរដ្ឋខ្មែរណាដែលប្រព្រឹត្តបទល្មើសធ្ងន់ធ្ងរជាឧក្រិដ្ឋជាបទឧក្រិដ្ឋថ្នាក់ទី1ដែលត្រូវបានតុលាការសម្រេចកាត់ទោសពីទី1បទវិធានសេនាទី2គឺបទក្បត់ជាតិនិងទី3គឺបទបន្ទុះសារាយនិងការសុកសានខាងក្នុងនិងខាងក្រៅរដ្ឋការដកសញ្ជាតិនេះត្រូវបានកំណត់ថាជាបរិវារទោសហើយតុលាការអាចសម្រេចអំពីទោសនេះបានតាមបណ្ដឹងរបស់អัยការក្រៅពីច្បាប់ខ្មែរកាលពីសម័យមុនយើងក៏បានពិនិត្យសិក្សាទៅលើមូលដ្ឋាននៃច្បាប់ខ្មែរបច្ចុប្បន្នផងដែរខ្ញុំសូមគូបញ្ជាក់ជូនអង្គរដ្ឋសភាដ៏ឧត្តមថាយោងតាមច្បាប់សញ្ជាតិជនណាដែលមានសញ្ជាតិខ្មែរគឺប្រជាពលរដ្ឋខ្មែរទោះបីជាជននោះទទួលបានសញ្ជាតិខ្មែរពីកំណើតឬតាមរយៈការទាមទារសញ្ជាតិឬតាមរយៈសញ្ជាតិតូបនីយកម្មក្តីសញ្ជាតិសំដៅដល់ចំណងខាងផ្លូវច្បាប់ខាងនយោបាយខាងវប្បធម៌និងខាងសង្គមដែលផ្សារភ្ជាប់ពីបុគ្គលម្នាក់ទៅនឹងរដ្ឋមួយហេតុដូច្នេះហើយបានជារដ្ឋធម្មនុញ្ញនៃប្រជាណាចក្រកម្ពុជាត្រង់មាត្រា49ថ្មីបានចែងដាក់ជាកាតព្វកិច្ចចំពោះពលរដ្ឋដែលមានសញ្ជាតិខ្មែរគ្រប់រូបថាប្រជាពលរដ្ឋខ្មែរគ្រប់រូបត្រូវតម្កល់ផលប្រយោជន៍ជាតិជាធំហើយមិនត្រូវធ្វើសកម្មភាពណាមួយទោះដោយផ្ទាល់ក្តីឬដោយប្រយោលក្តីនាំឲ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ប្រជាណាចក្រកម្ពុជានិងប្រជាពលរដ្ឋខ្មែរឡើយដូច្នេះកាតព្វកិច្ចនេះត្រូវអនុវត្តចំពោះប្រជាពលរដ្ឋខ្មែរគ្រប់រូបទាំងប្រជាពលរដ្ឋខ្មែរដែលទទួលបានសញ្ជាតិខ្មែរពីកំណើតក្តីទាំងពលរដ្ឋខ្មែរដែលទទួលបានសញ្ជាតិខ្មែរតាមរយៈសញ្ជាតិតូបនីយកម្មក្តីនិងពលរដ្ឋខ្មែរដែលទទួលសញ្ជាតិខ្មែរតាមរយៈការទាមទារសញ្ជាតិក្តីចំណងកាតព្វកិច្ចនេះត្រូវចាប់ផ្ដើមនៅពេលចាប់កំណើតចំពោះប្រជាពលរដ្ឋដែលទទួលសញ្ជាតិខ្មែរពីកំណើតចំណែកឯពលរដ្ឋដែលទទួលសញ្ជាតិខ្មែរតាមសញ្ជាតិតូបនីយកម្មនិងតាមរយៈការទាមទារសញ្ជាតិចំណងកាតព្វកិច្ចនេះត្រូវចាប់ផ្ដើមនៅពេលបុគ្គលនោះទទួលសញ្ជាតិខ្មែរតាមបរិយាក្រឹត្យនិងបានធ្វើសម្បត្តិនៅចំពោះមុខតុលាការកំពូលដែលខ្លឹមសារសម្បត្តិនេះគឺគ្មានអ្វីក្រៅពីការបង្ហាញនូវភក្ដីភាពស្មោះត្រង់ឥតងាករេនិងការបដិញ្ញាការពារជាតិមាតុភូមិនិងប្រជាជនកម្ពុជាឡើយខ្ញុំសូមអានជូននៅខ្លឹមសារនៃសម្បត្តិនៅពេលចូលសញ្ជាតិខ្មែរដូចតទៅខ្ញុំសូមសច្ចាជាឧឡារិកថាខ្ញុំមានភក្ដីភាពនិងសេចក្តីស្នេហាចំពោះជាតិមាតុភូមិកម្ពុជារបស់ខ្ញុំហើយបដិញ្ញាធ្វើពលិកម្មគ្រប់បែបយ៉ាងដើម្បីការពារនិងគោរពរដ្ឋធម្មនុញ្ញនិងច្បាប់នៃប្រជាណាចក្រកម្ពុជាទាំងក្នុងពេលបច្ចុប្បន្នទាំងក្នុងពេលអនាគតខ្ញុំសូមបដិញ្ញាជាឧឡារិកថានឹងតាំងខ្លួនជាពលរដ្ឋខ្មែរដ៏ល្អហើយហ៊ានលះបង់គ្រប់បែបយ៉ាងដើម្បីចូលរួមចំណែកក្នុងការការពារខឿនឯករាជ្យជាតិអធិបតេយ្យជាតិបូរណភាពទឹកដីសន្តិភាពស្ថិរភាពសន្តិសុខនិងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមព្រមទាំងលើកកម្ពស់កិត្យានុភាពនៃប្រជាណាចក្រកម្ពុជាទាំងក្នុងពេលបច្ចុប្បន្នទាំងក្នុងពេលអនាគតហេតុដូច្នេះបើពលរដ្ឋខ្មែរណាដែលមិនស្មោះត្រង់ជាមួយជាតិឯងពិសេសខុបគិតជាមួយនឹងប្រទេសបរទេសប្រព្រឹត្តអំពើក្បត់ជាតិឬធ្វើសកម្មភាពប៉ះពាល់ធ្ងន់ធ្ងរដល់វិស័យសន្តិសុខជាតិសេចក្តីសុខសាន្តរបស់ប្រជាជននិងឧត្តមប្រយោជន៍របស់ប្រទេសជាតិគឺបានប្រព្រឹត្តខុសទៅនឹងមាត្រា49ថ្មីនិងមាត្រា53ថ្មីនៃរដ្ឋធម្មនុញ្ញនៃប្រជាណាចក្រកម្ពុជាដែលជាច្បាប់កម្ពុជារបស់ជាតិនិងបានក្បត់ទៅនឹងពាក្យសម្បត្តិរបស់ខ្លួនបុគ្គលនោះនឹងលែងមានលក្ខណៈសម្បត្តិស័ក្តិសមជាពលរដ្ឋខ្មែរតទៅទៀតហើយដែលចាំបាច់ត្រូវផ្ដាច់ចំណងបុគ្គលនោះតាមរយៈការដកសញ្ជាតិខ្មែរជាមួយគ្នានេះតាមការសិក្សាស្រាវជ្រាវលើសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្សឆ្នាំ1948កតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយឆ្នាំ1966ក៏ដូចជាសេចក្តីប្រកាសសិទ្ធិមនុស្សអាស៊ានឆ្នាំ2012គឺពុំមានការហាមឃាត់ដល់រដ្ឋណាក្នុងការរៀបចំក្របខ័ណ្ឌច្បាប់សម្រាប់ការដកសញ្ជាតិពីពលរដ្ឋខ្លួននោះទេជាក់ស្ដែងបែបតាមការសិក្សាស្រាវជ្រាវលើច្បាប់បណ្ដាប្រទេសនានានៅជុំវិញពិភពលោកឃើញថាមានប្រទេសជាង150ប្រទេសសុទ្ធតែមានច្បាប់កំណត់អំពីការដកសញ្ជាតិពីពលរដ្ឋរបស់ខ្លួនជាពិសេសក្នុងករណីប្រព្រឹត្តអំពើធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ផលប្រយោជន៍របស់ជាតិឬអំពើធ្វើឲ្យប៉ះពាល់ដល់វិស័យសន្តិសុខជាតិក្នុងចំណោមប្រទេសនៅអឺរ៉ុប
មានប្រទេសចំនួន18ដែលមានច្បាប់អនុញ្ញាតឲ្យមានការដកសញ្ជាតិនៅក្នុងបណ្ដាប្រទេសអាស៊ានទាំង10មានប្រទេសចំនួន9ដែលច្បាប់អនុញ្ញាតឲ្យមានការដកសញ្ជាតិហើយមានតែប្រទេសកម្ពុជាមួយប៉ុណ្ណោះដែលមិនទាន់មានច្បាប់ចែងអំពីការដកសញ្ជាតិបន្ថែមពីនេះប្រទេសធំៗជាច្រើននៅក្នុងលោកដូចជាសហរដ្ឋអាមេរិកបារាំងអង់គ្លេសអាល្លឺម៉ង់កាណាដាអូស្ត្រាលីឥណ្ឌាឬកូរ៉េខាងត្បូងជាដើមសុទ្ធតែមានច្បាប់អនុញ្ញាតឲ្យមានការដកសញ្ជាតិតាមការស្រាវជ្រាវនៃបណ្ដាប្រទេសនានាជារួមយើងពិនិត្យឃើញថាមានមូលហេតុធំសំខាន់ចំនួន4ដែលនាំឲ្យមានការដកសញ្ជាតិពីពលរដ្ឋរបស់ខ្លួនទី1គឺការប្រព្រឹត្តអំពើក្បត់ជាតិទី2គឺការប្រព្រឹត្តអំពើធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់វិស័យសន្តិសុខជាតិដូចជាអំពើធ្វើវិធានសាសនាឬអំពើភេរវកម្មជាដើមទី3ការប្រព្រឹត្តអំពើឬស្ថានភាពដែលបង្ហាញភាពមិនស្មោះត្រង់ចំពោះរដ្ឋឬការប្រកាសភក្តីភាពចំពោះរដ្ឋបរទេសដូចជាការចូលធ្វើជាទាហាននៃរដ្ឋបរទេសជាដើមនិងទី4គឺការប្រព្រឹត្តអំពើធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ផលប្រយោជន៍ស្នូលរបស់ប្រទេសទោះបីជាអំពើនោះត្រូវបានកំណត់ជាបទល្មើសព្រហ្មទណ្ឌឬមិនត្រូវបានកំណត់ជាបទល្មើសព្រហ្មទណ្ឌក៏ដោយដូចជាការប្រព្រឹត្តខុសទៅនឹងមាត្រា49ថ្មីនៃរដ្ឋធម្មនុញ្ញជាដើមសម្ដេចប្រធានរដ្ឋសភាជាទីគោរពដ៏ខ្ពង់ខ្ពស់អង្គរដ្ឋសភាដកដងឧត្តមដើម្បីបង្កើតបាននូវក្របខ័ណ្ឌច្បាប់សម្រាប់ការដកសញ្ជាតិដោយបណ្ដាប្រទេសក្នុងពិភពលោកនិងក្នុងតំបន់កម្ពុជាចាំបាច់ត្រូវធ្វើកិច្ចការងារនេះជា2ដំណាក់កាលដំណាក់កាលទី1គឺធ្វើវិសោធនកម្មមាត្រា33នៃរដ្ឋធម្មនុញ្ញនៃប្រជាជាតិណាចក្រកម្ពុជាដើម្បីបើកផ្លូវអនុញ្ញាតឲ្យមានការរៀបចំក្របខ័ណ្ឌច្បាប់ក្នុងការដកសញ្ជាតិខ្មែរពីពលរដ្ឋខ្មែរណាដែលខុបខិតជាមួយបរទេសប្រព្រឹត្តអំពើក្បត់ជាតិឬធ្វើសកម្មភាពប៉ះពាល់ធ្ងន់ធ្ងរដល់ផលប្រយោជន៍របស់ប្រជាជាតិណាចក្រកម្ពុជានិងប្រជាពលរដ្ឋខ្មែរនិងដំណាក់កាលទី2គឺបន្ទាប់ពីច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា33នៃរដ្ឋធម្មនុញ្ញចូលជាធរមានយើងត្រូវធ្វើវិសោធនកម្មច្បាប់ស្តីពីសញ្ជាតិឆ្នាំ2018ព្រមទាំងលិខិតបទដ្ឋានគតិយុត្តនានាដែលមានការពាក់ព័ន្ធដើម្បីកំណត់អំពីលក្ខខណ្ឌបែបបទនិងនីតិវិធីសម្រាប់ការដកសញ្ជាតិផ្អែកតាមការសិក្សាស្រាវជ្រាវលើក្របខ័ណ្ឌច្បាប់របស់បណ្ដាប្រទេសនានានៅលើពិភពលោកតែមានច្បាប់កំណត់អំពីការដកសញ្ជាតិពីពលរដ្ឋរបស់ខ្លួនខ្ញុំសូមធ្វើការគូបញ្ជាក់ជូនអង្គរដ្ឋសភាដកដងដំមេត្តាជាថាការដកសញ្ជាតិអាចធ្វើបានទាំងទៅលើពលរដ្ឋរបស់ខ្លួនដែលទទួលបានសញ្ជាតិពីកំណើតទាំងទៅលើពលរដ្ឋដែលទទួលសញ្ជាតិតាមរយៈសញ្ជាតិតូបនីយកម្មឬតាមការទាមទារសញ្ជាតិការដកសញ្ជាតិពីពលរដ្ឋដែលទទួលសញ្ជាតិពីកំណើតត្រូវបានអនុវត្តនៅក្នុងបណ្ដាប្រទេសមួយចំនួនដូចជាសហរដ្ឋអាមេរិកបារាំងអ៊ីតាលីអង់គ្លេសអាល្លឺម៉ង់អូទ្រីសអូស្ត្រាលីហូឡង់កូរ៉េខាងត្បូងម៉ាឡេស៊ីឥណ្ឌូនេស៊ីហ្វីលីពីនឡាវមីយ៉ាន់ម៉ាវៀតណាមជាដើមហើយក្នុងចំណោមប្រទេសទាំងនេះប្រទេសខ្លះបានអនុញ្ញាតឲ្យមានការដកសញ្ជាតិពីពលរដ្ឋរបស់ខ្លួនឲ្យคล้ายទៅជាជនគ្មានសញ្ជាតិតែម្ដងប៉ុន្តែយ៉ាងណាក៏ដោយសំណួរដែលថាតើការដកសញ្ជាតិត្រូវធ្វើក្នុងលក្ខខណ្ឌដូចម្ដេចហើយត្រូវអនុវត្តតាមនីតិវិធីបែបណាគឺត្រូវកំណត់នៅក្នុងច្បាប់រាជរដ្ឋាភិបាលនឹងយកការទទួលខុសត្រូវក្នុងការធ្វើវិសោធនកម្មច្បាប់ស្តីពីសញ្ជាតិនិងលិខិតបទដ្ឋានគតិយុត្តនានាដែលមានការពាក់ព័ន្ធនាពេលខាងមុខដោយធានាថាច្បាប់នេះនឹងបម្រើឲ្យឧត្តមប្រយោជន៍របស់ជាតិព្រមទាំងធានាបាននៅនិយមនិងស្តង់ដារអនុវត្តស្របតាមបទដ្ឋានអន្តរជាតិសម្ដេចប្រធានរដ្ឋសភាជាទីគោរពដ៏ខ្ពង់ខ្ពស់សម្ដេចព្រះអង្គម្ចាស់ឯកឧត្តមលោកជំទាវសមាជិកសមាជិកានៃរដ្ឋសភាដកដងឧត្តមខ្ញុំសូមជម្រាបយកឱកាសនេះក្នុងនាមតំណាងក្រុមតំណាងរាជហត្ថលេខីដើម្បីធ្វើការឆ្លើយបំភ្លឺជូនអង្គរដ្ឋសភាដកដងឧត្តមចំពោះការលើកឡើងមួយចំនួនជុំវិញការរៀបចំវិសោធនកម្មមាត្រា33នេះហើយតែការលើកឡើងខ្លះមានចរិតជាការបំភ្លៃនិងបំភាន់ការពិតដើម្បីបំរើឲ្យរបៀបរបបនយោបាយទុច្ចរិតរបស់ខ្លួនឯការលើកឡើងខ្លះទៀតគឺអាចកើតចេញពីការមិនបានយល់ដឹងច្បាស់លាស់និងគ្រប់ជ្រុងជ្រោយអំពីច្បាប់អន្តរជាតិនិងច្បាប់ដកសញ្ជាតិនៅក្នុងបណ្ដាប្រទេសនានានៅក្នុងពិភពលោកទី1ខ្ញុំសូមបញ្ជាក់ជូនថាការដកសញ្ជាតិខ្មែរនេះគឺអនុវត្តទៅលើពលរដ្ឋខ្មែរណាដែលខុបខិតជាមួយបរទេសប្រព្រឹត្តអំពើក្បត់ជាតិឯងឬធ្វើសកម្មភាពប៉ះពាល់ធ្ងន់ធ្ងរដល់វិស័យសន្តិសុខជាតិសេចក្តីសុខសាន្តរបស់ប្រជាជននិងឧត្តមប្រយោជន៍
របស់ប្រទេសជាតិតែប៉ុណ្ណោះដូច្នេះច្បាប់នេះមិនត្រឹមតែមិនអនុវត្តចំពោះប្រជារដ្ឋខ្មែរដែលស្រឡាញ់ជាតិស្មោះត្រង់នឹងជាតិប៉ុណ្ណោះទេប៉ុន្តែថែមទាំងការពារនៅអ្វីដែលជាឧត្តមគតិជាតិនិងមនសិការស្នេហាជាតិរបស់ប្រជាពលរដ្ឋខ្មែរចំពោះជាតិមាតុភូមិរបស់ខ្លួនទៀតផងទី2មានក្រុមជ្រុលនិយមខ្លះលើកឡើងថាការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញដើម្បីដកសញ្ជាតិខ្មែរគឺជាអំពើប្រល័យពូជសាសន៍ការលើកឡើងនេះគឺជាការលើកឡើងដោយគ្មានមូលដ្ឋាននិងមិនបានធ្វើការស្រាវជ្រាវឬមិនមានការយល់ដឹងអ្វីសោះប្រសិនបើការដកសញ្ជាតិគឺជាអំពើប្រល័យពូជសាសន៍ដូច្នេះប្រទេសជាង150នៅលើពិភពលោកដូចជាអាមេរិកបារាំងអង់គ្លេសអាល្លឺម៉ង់អូស្ត្រាលីកាណាដាជាដើមដែលមានច្បាប់កំណត់អំពីការដកសញ្ជាតិតើសុទ្ធតែជាប្រទេសដែលប្រព្រឹត្តអំពើប្រល័យពូជសាសន៍ដែរឬទេដូច្នេះខ្ញុំយល់ថាអ្នកដែលបានលើកឡើងទាំងនេះក៏បីធ្វើការស្រាវជ្រាវឲ្យបានច្បាស់លាស់និងគ្រប់ជ្រុងជ្រោយដើម្បីជំរះចោលនៅមោហៈទស្សនៈរបស់ខ្លួនជារួមការរៀបចំឲ្យមានក្របខ័ណ្ឌច្បាប់ដើម្បីអនុញ្ញាតឲ្យមានការដកសញ្ជាតិនេះទាំងក្នុងច្បាប់បរទេសទាំងក្នុងច្បាប់កម្ពុជាដែលយើងកំពុងរៀបចំនាពេលនេះគឺមិនត្រឹមតែមិនមែនជាអំពើប្រល័យពូជសាសន៍នោះទេប៉ុន្តែសុទ្ធតែធ្វើឡើងក្នុងគោលបំណងដើម្បីការពាររដ្ឋតាមរយៈបន្សុទ្ធទឹកចិត្តស្នេហាជាតិរបស់ប្រជាជនចំពោះប្រទេសជាតិខ្លួនឯងហើយក៏ជាការក្រើនរំលឹកជាប់ជាប្រចាំឲ្យប្រជាពលរដ្ឋខ្មែរក្នុងនាមជាខ្មែរត្រូវមានទឹកចិត្តស្នេហាជាតិឲ្យបានរឹងមាំនិងមានភក្ដីភាពឥតងាករេជាប់ជានិច្ចចំពោះជាតិមាតុភូមិនិងប្រជាជនរបស់ខ្លួនសម្ដេចប្រធានរដ្ឋសភាជាទីគោរពទឹកពងពោះអង្គរដ្ឋសភាទាំងមូលជាទីដកដងដំជាទីគោរពមុននឹងបញ្ចប់ទូលបង្គំខ្ញុំបាទសូមព្រះអនុញ្ញាតនិងអនុញ្ញាតបញ្ជាក់ជូនអង្គរដ្ឋសភាមេត្តាជាទឹកពងពោះថាការដកសញ្ជាតិខ្មែរនេះគឺនឹងអនុវត្តតែចំពោះពលរដ្ឋខ្មែរណាដែលខុបខិតជាមួយបរទេសប្រព្រឹត្តអំពើក្បត់ជាតិឬធ្វើសកម្មភាពប៉ះពាល់ធ្ងន់ធ្ងរដល់ផលប្រយោជន៍របស់ប្រជាណាចក្រកម្ពុជានិងប្រជាពលរដ្ឋខ្មែរតែប៉ុណ្ណោះសម្រាប់ប្រជាពលរដ្ឋខ្មែរគ្រប់រូបដែលស្រឡាញ់ជាតិស្មោះត្រង់នឹងជាតិហើយមិនបានប្រព្រឹត្តនៅទង្វើខុបខិតជាមួយបរទេសប៉ះពាល់ដល់ឧត្តមប្រយោជន៍របស់ជាតិមិនមែនជាកម្មវត្ថុនៃការដកសញ្ជាតិនោះទេហើយការដកសញ្ជាតិនេះក៏មិនមែនជារឿងថ្មីសម្រាប់កម្ពុជានិងសម្រាប់បណ្ដាប្រទេសនានានៅជុំវិញពិភពលោកនោះដែរជាក់ស្ដែងកម្ពុជាគឺជាប្រទេសចុងក្រោយគេក្នុងក្របខ័ណ្ឌអាស៊ានតែនឹងរៀបចំឲ្យមានក្របខ័ណ្ឌនៃការដកសញ្ជាតិនេះខ្ញុំសូមអរព្រគុណនិងសូមអរគុណសូមអរគុណចំពោះឯកឧត្តមកើតរិទ្ធឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងយុតិធម៌និងជាតំណាងរាជរដ្ឋាភិបាលចំពោះមតិដ៏ក្បោះក្បាយជ្រាលជ្រៅគ្រប់ដណ្ដប់លើគ្រប់ទិដ្ឋភាពហើយខ្ញុំគិតថានេះជាមូលដ្ឋានសំខាន់ណាស់ជូនចំពោះអង្គសភាទាំងមូលក៏ដូចជាប្រជាពលរដ្ឋខ្មែរទាំងអស់ដែលកំពុងតែតាមដានស្ដាប់ដោយយកចិត្តទុកដាក់ចំពោះបញ្ហាដ៏មានសារៈសំខាន់នេះដើម្បីឲ្យបានយល់ដឹងថាក្នុងករណីបែបណាបានត្រូវដកសញ្ជាតិនោះដូច្នេះក៏ជាការមួយបកស្រាយបំភ្លឺទៅដល់អ្នកដែលបំភ្លឺអំពីបញ្ហាការដែលទាំងរដ្ឋសភាទាំងរាជរដ្ឋាភិបាលបានខិតខំធ្វើយ៉ាងណាធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញពិសេសគឺវិសោធនកម្មមាត្រា33របស់រដ្ឋធម្មនុញ្ញរបស់យើងអញ្ចឹង